ហើយខ្ញុំដឹងថាមានពីណាខ្លះដែលមានចរិតដូចខ្ញុំខ្ញុំនិយាយមែនណានៅពេលដែលតែមេឃភ្លៀងមកគឺថាខ្ញុំចង់ងើពីដេកសោះតែមកសំបីតែពេលការនៅរៀនណាពេលដែលមេឃភ្លៀងអីចង់តែជិះម៉ូតូមកដល់ផ្ទះហើយចូលភួយដេកទេបាត់ទេព្រោះថាខ្ជិលណាមានអារម្មណ៍ថាតែមេឃភ្លៀងចង់តែដេកនិយាយមែនណានៅពេលដែលមេឃភ្លៀងណាយើងមានទូរស័ព្ទយើងមានភួយយើងមានដង្ហើមយើងបើកដង្ហើមហើយយើងឃ្លុំភួយយើងមើលរឿងអីចឹងទៅគឺថា combo គ្នាហ្មងណាហើយខ្ញុំក៏ដឹងដែរអាត្រឡប់អាក្រក់មួយហ្នឹងគឺថាមិនមែនតែខ្ញុំឯងមនុស្សជាច្រើនហ្មងណាទាំងលើពិភពលោកហ្នឹងឲ្យតែពេលមេឃភ្លៀងចង់តែចូលឃ្លុំភួយហើយដេកគេបាត់ទេមិនមែនតែនិយាយលេងអីទេគឺថាមកពីមេឃភ្លៀងហើយវាកក់ក្ដៅពេលដែលយើងដេកទៅអញ្ចឹងហើយបានមួយចង់តែដេកអីគេបាត់ចម្រៀងគេនិយាយថាពេលមេឃភ្លៀងស្រក់ពេលមេឃភ្លៀងរលឹមទៅឲ្យអូននឹកបងនឹកអីចាគ្មាននឹកអាក្បាញ់ណាទេគឺថាអញចង់តែដេកទេហើយឥឡូវមើលពីណាអ្នកមើលថាមានត្រឡប់អាក្រក់ដូចខ្ញុំអីខមមិនមួយមើលហើយមិនបាច់សួរថាសលេងខ្ញុំថ្ងៃហ្នឹងកើតអីទេគឺថាមកពីសលេងខ្ញុំហ្នឹងផ្ដាសាយហ្នឹងផ្ដាសាយអាសាត្រូវទឹកភ្លៀងនៅភ្នំពេញខ្ញុំនៅខេត្តខ្ញុំត្រូវទឹកភ្លៀងតែឈឺផងតែដល់ពេលគ្រាន់តែទៅភ្នំពេញភ្លាមត្រូវទឹកភ្លៀងឈឺភ្លាមហើយមូលហេតុហ្នឹងគឺដោយសារតែនៅភ្នំពេញហ្នឹងគឺថាសបោជាតិពុលខ្លាំងមែនតើហ្មងផ្សែងម៉ូតូផ្សែងបានផ្សែងរោងចក្រអីចឹងណាធ្វើឲ្យត្រូវទឹកភ្លៀងទៅឈឺអញ្ចឹងហើយអ្នកភ្នំពេញអីគឺថាថែសុខភាពផងណាប្រយ័ត្នឈឺប្រយ័ត្នអីដូចចែ